រឿងគ្រូពេទ្យទេវតាគោលបំណងរឿងគ្រូពេទ្យទេវតាមានបំណងអប់រំដល់ប្អូនៗកុមារកុំឲ្យមានចិត្តលោភលន់ជាពិសេសជាងនេះទៅទៀតជួយអប់រំដល់អ្នកដែលតែងតែប្រើប្រាស់ថ្នាំពេទ្យឲ្យបានដឹងថាការប្រើប្រាស់ថ្នាំហួសកំណត់នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចនេះអ្នកគួរស្ដាប់បង្គាប់នៅរាល់ពាក្យណែនាំរបស់គ្រូពេទ្យនៅក្នុងភូមិដ៏ចម្លែកមួយមានស្ត្រីមេម៉ាយកូនមួយឈ្មោះមីងកណ្ដាំងកូនរបស់គាត់ឈ្មោះអាសង្វិតមានអាយុ3ឆ្នាំកូននោះក៏ចម្លែកទៅទៀតគេមានមាឌតូចល្អិតជាងកូនអ្នកដទៃរាល់ថ្ងៃគេញ៉ាំអាហារតិចណាស់មីងកណ្ដាំងខ្មាស់គេជាខ្លាំងព្រោះកូនរបស់គាត់រូបរាងខុសគេតែទោះជាយ៉ាងណាក៏ដោយក៏មីងកណ្ដាំងនៅតែស្រឡាញ់កូនរបស់គាត់ដែរពេលមីងកណ្ដាំងទៅណាម្ដងគាត់តែងនាំកូនប្រុសរបស់គាត់ទៅជាមួយនៅតាមផ្លូវអ្នកណាក៏ចង់មើលកូននេះដែរថ្ងៃមួយមីងកណ្ដាំងបាននាំកូនតូចរបស់គាត់សម្ដៅទៅផ្ទះលោកគ្រូពេទ្យម្នាក់នៅក្នុងភូមិនោះដែលអ្នកស្រុកតែងតែនិយមហៅគាត់ថាគ្រូពេទ្យទេវតាគ្រូពេទ្យទេវតាជាគ្រូពេទ្យម្នាក់ដែលព្យាបាលតែជំងឺណាដែលប្លែកពីគេគាត់ពិនិត្យមើលអាសង្វិតរួចក៏ប្រាប់ម្ដាយឲ្យយកកូនត្រឡប់ទៅផ្ទះវិញជាមួយនឹងដបទូទេមួយគ្រូពេទ្យបានប្រាប់ទៅមីងកណ្ដាំងថាពេលទៅដល់ផ្ទះមីងយកដបនេះទៅច្រកទឹកឆ្អិនចាក់ឲ្យកូនផឹកទៅនោះកូនមីងនឹងធំធាត់ដូចកូនអ្នកដទៃទៀតជាមិនខានមីងកណ្ដាំងសប្បាយចិត្តណាស់គ្រាន់តែគាត់មកដល់ផ្ទះភ្លាមគាត់ក៏រៀបចំដាំទឹកឲ្យពុះហើយទុកទឹកនោះឲ្យត្រជាក់ទើបច្រកបញ្ចូលក្នុងដបរួចចាក់ទឹកឲ្យកូនគាត់ផឹកអាសង្វិតផឹកទឹកនោះហើយក៏ធំធាត់បន្តិចម្ដងចាប់ផ្ដើមចេះឃ្លានអាហារមីងកណ្ដាំងបានឲ្យទឹកដោះគោមួយកំប៉ុងទៅឲ្យកូនផឹកអាសង្វិតផឹកទឹកដោះគោនោះទាល់តែអស់ពីកំប៉ុងមីងកណ្ដាំងគិតថាកូនរបស់គាត់មិនទាន់ធំល្មមនោះទេគាត់ក៏ច្រកទឹកចូលទៅក្នុងដបនោះឲ្យអាសង្វិតផឹកទៀតបន្ទាប់មកកូនគាត់កាន់តែធំទៅគេក៏ចាប់ផ្ដើមយំរកអាហារបន្ថែមទៀតឃ្លានណាស់មីងកណ្ដាំងក៏ទៅដាំបបរមួយឆ្នាំងធំឲ្យកូនគាត់ហូបអាសង្វិតក៏ហូបបបរនោះអស់ទៀតមីងកណ្ដាំងនៅតែគិតថាកូនរបស់គាត់មិនទាន់ធំសមនឹងចិត្តគាត់ទេដូច្នេះគាត់ក៏យកដបនោះទៅច្រកទឹកមកឲ្យកូនរបស់គាត់ផឹកទៀតអាសង្វិតក៏ផឹកទឹកនោះទាល់តែអស់រលីងបន្ទាប់មកវាកាន់តែធំឡើងមិនឈប់សោះពេលនោះផ្ទះមីងកណ្ដាំងមិនអាចទប់ទល់នឹងទម្ងន់អាសង្វិតបានទេបន្ទាប់មកផ្ទះរបស់គាត់ក៏បាក់ច្រាំងអាសង្វិតកាន់តែធំទៅមីងកណ្ដាំងស្រែកឡើងបានហើយកូនឈប់ធំទៀតទៅតែអំណាចទឹកក្នុងដបនោះនៅតែធ្វើឲ្យកូនរបស់គាត់កាន់តែធំទៅមិនឈប់សោះវាចេះតែស្រែកខ្ញុំឃ្លានណាស់មីងកណ្ដាំងក៏ទៅដាំបាយមួយឆ្នាំងយ៉ាងធំនិងម្ហូបមួយខ្ទះមកឲ្យកូនគាត់តែគេហូបមិនឆ្អែតសោះអាសង្វិតស្រែកយំកាន់តែខ្លាំងទៅធ្វើឲ្យអ្នកភូមិផ្អើលមកមើលត្រៀបត្រាមីងកណ្ដាំងរវល់តែធ្វើអាហារឲ្យកូនរហូតអស់អង្ករមីងទ្រាំមិនបានក៏រត់ទៅរកគ្រូពេទ្យទេវតាពេលគ្រូពេទ្យឃើញអាសង្វិតធំខ្លាំងដូច្នេះគាត់ក៏ប្រើវេទមន្តរបស់គាត់តូចភ្លាមអាកូនសម្លាញ់ពេលកូនតូចកូនគួរឲ្យស្រឡាញ់ណាស់ពេលនោះអាសង្វិតក៏តូចបន្តិចម្ដងរហូតមីងកណ្ដាំងស្រែកថាល្មមហើយអាសង្វិតក៏មានមាឌដូចកូនគេដទៃទៀតនៅក្នុងភូមិនោះគ្រូពេទ្យនិយាយទៅកាន់មីងកណ្ដាំងថាវេទមន្តនេះក៏ដូចជាថ្នាំពេទ្យដែរប្រសិនបើអ្នកប្រើប្រាស់វាហួសកំណត់នោះអ្នកនឹងទទួលគ្រោះថ្នាក់ជាមិនខានឡើយចុះបទពិសោធន៍គឺជាមាតានៃចំណេះដឹងសំណួរ1តើកូនរបស់មីងកណ្ដាំងមានរូបរាងបែបណា2លោកគ្រូពេទ្យទេវតាបានឲ្យអ្វីទៅមីងកណ្ដាំង
3តើអាសង្វឹកមានរូបរាងបែបណា4តើមីនកណ្ដាំមានអាហារគ្រប់សម្រាប់អាសង្វឹកដែរឬទេ5តើចុងក្រោយអាសង្វឹកមានរូបរាងបែបណា